ស្រីស្អាតប្រយ័ត្នចង្រៃយកទៅឯងជាអ្នកណាឲ្យប្រកាសស្រីស្អាតខ្ញុំគ្រាន់តែជាអ្នកឆាមេប៉ុណ្ណោះមិញនេះដើម្បីជួយនាងឆ្នាំងមីខ្ញុំខូចខ្ទេចអស់ហើយបូកទាំងថ្លៃខូចខាតផ្លូវចិត្តទៀតថ្ងៃនេះនាងត្រូវសងខ្ញុំ80យន់ខ្ញុំស្ដាប់មិនច្រឡំទេ80យន់ជីវិតខ្ញុំមានតម្លៃតែ80យន់ហ្នឹងហាស្រីស្អាតបើនាងឲ្យ800យន់ក៏បានដែរតើក្នុងនេះមាន5លានធ្វើជាអង្គរៈផ្ទាល់ខ្លួនរបស់ខ្ញុំទៅចង់បានលក្ខខណ្ឌអីអញសុំមកចុះលោកស្រីគូវាមិនសំដាមក្បួនទេខ្ញុំគ្រាន់តែជាអ្នកឆាមេតូចតាចមិញនេះមកពីកាំភ្លើងអាកូនក្មេងនោះទូកាណងទេខ្ញុំគ្រាន់តែសំណាងល្អប៉ះចំសំណាងល្អដល់ថ្នាក់កម្រាមដែលចាប់គ្រាប់កាំភ្លើង 7.6 មីលីម៉ែត្របានថែមទាំងយកគ្រាប់កាំភ្លើងធ្វើជាព្រួញចាក់ទម្លុះលាក្បាលគេទៀតជាតិទឹករបស់អង្គការហ៊ីយ៉ាធ្វើការមិនបានសម្រេចមិនយូរទេនឹងមានជាតិទុកជាបន្តមកតាមរកឯងទៀតយប់នេះឯងបញ្ចេញសមត្ថភាពបែបនេះពួកវាច្បាស់ជាមិនទុកឯងឲ្យនៅជាឧបសគ្គឡើយទៅជាមួយខ្ញុំគឺជាជំរឿតែមួយគត់របស់ឯងព្រមត្រូវបែវទាំងការហូបចុកនិងកន្លែងស្នាក់នៅប្រាក់ខែក្នុងមួយឆ្នាំ10លានហើយរាល់យប់វេលាម៉ោង10ខ្ញុំត្រូវចេញមកឆាមេពិសេស2ចានប្រទេសនឹងតុខ្ញុំនេះនាងត្រូវចាត់មនុស្សឲ្យមើលឲ្យស្រួលបួលបាត់ស្លាបព្រាតែមួយក៏ខ្ញុំគិតលុយជាមួយនាងដែរព្រមព្រៀងឡើងឡានអ្នកដែលតាមសម្រាប់ខ្ញុំយប់នេះមិនមែនមកពីខាងក្រៅតែមួយមុខទេពូទី2របស់ខ្ញុំគូធានឆេងពេលនេះកំពុងលួចចង់សម្ព័ន្ធភាពជាមួយទុនបរទេសដើម្បីទម្លាក់ថ្លៃភាគហ៊ុនក្រុមហ៊ុនត្រពោគុណប៉ងដណ្ដើមអំណាចគ្រប់គ្រងការលួចធ្វើឃាតយប់នេះប្រហែលជាអំណោយស្វាគមន៍ដែលគាត់ជូនខ្ញុំហើយថ្ងៃនេះជាថ្ងៃជូនពរកូនចៅខ្ញុំជាព្រះពុទ្ធឲ្យពរអ្វីស័ក្តិសិទ្ធិណាស់សូមឲ្យកូនរបស់អ្នកចាប់ពីថ្ងៃនេះទៅគ្មានគ្រោះគ្មានភ័យសុខសាន្តរីករាយធំធាត់មានសុខភាពល្អរៀនសូត្របានជោគជ័យធ្វើអ្វីក៏សម្រេចប្រឡងជាប់ឈ្មោះលេចធ្លោខ្លាយជាអ្នកមានមុខមាត់មានអ្នកខ្ពង់ខ្ពស់ជួយទំនុកបំរុងអនាគតភ្លឺស្វាងឡើងបុណ្យឡើងស័ក្តិជោគជ័យគ្រប់ជំហានលៀបចូលទាំង4ទេសលុយហូរចូលគ្រប់ទីទ្រព្យសម្បត្តិហូរចូលមកឥតដាច់ដំណើររលូនគ្មានឧបសគ្គមានផ្កាយសំណាងចាំងបំភ្លឺគ្រប់កិច្ចការទាំងអស់រលូនល្អប្រសើររឿងចំនួនត្រកូលអភិជនខ្ញុំគ្មានចំណាប់អារម្មណ៍ទេខ្ញុំយកលុយធ្វើការធានាតែឲ្យនាងនៅរស់ប៉ុណ្ណោះអញជាមនុស្សបែបណាឲ្យពិតប្រាកដបើមើលទូទាំងក្រុងជាងឆឹងអ្នកដែលអាចចាប់គ្រាប់កាំភ្លើងដោយដៃទេគឺប្រមោខ្លាំងណាស់គ្រាន់តែជាអតីតទាហានធម្មតាម្នាក់ប៉ុណ្ណោះគ្រាន់តែកម្លាំងដៃខ្លាំងជាងគេបន្តិចព្រឹកស្អែកក្រុមហ៊ុននឹងបើកការប្រជុំក្រុមប្រឹក្សាពិបាលបន្ទាន់ខាងពូទី2របស់ខ្ញុំនឹងបង្ខំឲ្យខ្ញុំប្រកោសិទ្ធិគ្រប់គ្រងគម្រោងស្នូយប់នេះពួកយើងស្នាក់នៅការិយាល័យជាន់លើបង្អស់ទីនេះជាកន្លែងដែលមានប្រព័ន្ធការពារកម្រិតខ្ពស់បំផុតក្នុងក្រុមហ៊ុនទាំងមូលតាមចិត្តនាងទីនេះជាកន្លែងដែលមានប្រព័ន្ធការពារកម្រិតខ្ពស់បំផុតក្នុងក្រុមហ៊ុនទាំងមូលតាមចិត្តនាងចុះលោកស្រីគូទីបំផុតលោកស្រីត្រឡប់មកវិញហើយសៀវឈៀនមានរឿងអីកើតឡើងកន្លះម៉ោងមុនអនុប្រធានគូបានចាត់មនុស្សឲ្យយកលិខិតទេភាគហ៊ុនមកម្យ៉ាងទៀតមិញនេះផ្នែកកណេឲ្យបានរាយការណ៍ថាប្រាក់បង្វិល300លានតែសន្យាថានឹងចូលកាន់និយមនេះត្រូវគេខាត់ទុកហើយលុយ300លានត្រូវគេបង្កក់ទុកតែពូទី2លោកមកវិញណាស់តើចុះម្នាក់នេះជាអង្គរៈផ្ទាល់ខ្លួនរបស់ខ្ញុំយេហ្វានរៀបចំបន្ទប់សម្រាប់ក្បែរនេះឲ្យគាត់ទៅយប់នេះគាត់នៅយាមជាន់លើបំផុតជាមួយខ្ញុំចាស់លោកស្រីគូលោកស្រីគូយប់នេះចូលគេងឲ្យលឿនបន្តិចទៅការប្រជុំក្រុមប្រឹក្សាពិបាលថ្ងៃស្អែកគឺក្រៅជាងស្នូគ្រាប់កាំភ្លើងយប់នេះទៅទៀតយេឡុងអញមិនទៅបន្ទប់សម្រាប់ទេអីមកនៅយាមស្អិតនៅក្នុងការិយាល័យខ្ញុំធ្វើអីជាការតបកិច្ចរបស់ខ្ញុំយកលុយគេហើយត្រូវដោះស្រាយបញ្ហាឲ្យគេបើលោកស្រីគូកើតរឿងអីនៅយប់នេះតើប្រាក់ខែមួយឆ្នាំ10លានរបស់ខ្ញុំទៅបើកពីណាទីនេះជាជាន់ទី58តាមផ្លូវដើរទាំងមូលមានកាមេរ៉ាសុវត្ថិភាពគុណភាពខ្ពស់ដល់ទៅ16គ្រាប់នៅខាងក្រោមមានសន្តិសុខប្រដាប់អាវុធ30នាក់ឈៀតតុទោះពូកែយ៉ាងណាក៏មិនអាចដោះស្លាប់ហោះកាត់កញ្ចក់ចូលមកបានដែរហោះចូលមកប្រហែលជាមិនដល់ថ្នាក់នឹងទេប៉ុន្តែលោកស្រីគូទៅមួយនេះធ្ងន់គួរសំណាអ្នកសម្អាតច្បាស់ជាមិនបានរើកន្លែងយូរហើយមើលទៅឯងធ្វើស្អីទាំងតក់ក្រហល់ចឹងអុយសុំទោសរអិលជើងបន្តិចបានហើយឯងទៅសម្រាប់ចុះព្រឹកស្អែកម៉ោង8កន្លះជាការប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាពីនាំម្ចាស់ភាគហ៊ុនទាំងអស់មកវាប្រហាខ្ញុំដល់ពេលនោះឯងច្បាស់ជារវល់មិនខានបាត់យល់ហើយលោកស្រីគូក៏ឆាប់សម្រាប់ទៅលបែងអុកយប់នេះក្បាច់ផ្ដាច់ព្រាត់មិនមែនមានតែនៅក្នុងការប្រជុំក្រុមប្រឹក្សាពិបាលព្រឹកស្អែកនោះទេស្វីឈីងលុយផ្ទេរបន្ត300លាននៅក្រៅប្រទេសត្រូវបានបង្កប់បណ្ដាលឲ្យខ្សែចង្វាក់ពុតគង់គម្រោងយន្តហៃត្រូវកាត់ផ្តាច់ថ្ងៃនេះក្រោយបាត់ទីផ្សារហ៊ុនតម្លៃភាគហ៊ុនរបស់ត្រកូលគូយើងយ៉ាងហោចណាស់ក៏ធ្លាក់ចុះដល់កម្រិតកំណត់ពីដំណាក់កាលមួយមិនគួរបកស្រាយឲ្យម្ចាស់ភាគហ៊ុនទាំងអស់គ្នាបានលោកគូទី2លុយនៅក្រៅប្រទេសត្រូវបង្កប់គឺដោយសារតែមានមនុស្សមួយចំនួនលួចដាក់ពាក្យប្តឹងមិនពិតទៅស្ថាប័នប្រឆាំងការលាងលុយយកខ្វក់នៅក្រៅប្រទេសថាតើនរណានៅពីក្រោយការទម្លាក់តម្លៃភាគហ៊ុនក្រុមហ៊ុនខ្លួនឯងគ្រប់គ្នាសុទ្ធតែដឹងច្បាស់ក្នុងចិត្តហើយឆ្លើយណាស់គ្មានភស្តុតាងសោះកុំមកចោទប្រកាន់ផ្ដេសផ្ដាស់នៅទីនេះអ្វីដែលម្ចាស់ភាគហ៊ុនចង់បានគឺលទ្ធផលបើថ្ងៃនេះក្មួយរកមិនបានលុយ300លានមកបំពេញចន្លោះប្រហោងហិរញ្ញវត្ថុនេះទេយោងតាំងពេកព្រមព្រៀងក្មួយត្រូវតែលាលែងពីតំណែងប្រធានក្រុមហ៊ុនហើយផ្ទេរសិទ្ធិគ្រប់គ្រងគម្រោងយន្តហែកចេញមក
អាយ៉ាសុំទោសផងសុំទោសដែលរំខានថ្នាក់ដឹកនាំទាំងអស់គ្នាកំពុងប្រជុំលោកស្រីគូការប្រជុំព្រឹកនេះយូរគួរសំហើយយប់មិញលោកស្រីមិនទាន់បានផឹកទេខ្ញុំបានឆុងតែមួយកុំស៊ីវជីពិសេសក្រុមលោកស្រីដែលទើបតែដាំពុកក្តៅញ៉ាំផឹកពេលវានៅក្តៅទៅអត្រាឆានមកពីណានឹងសន្តិសុខងាប់ទៅណាអស់ហើយហេតុអីបានជាឲ្យមនុស្សបែបនេះចូលក្នុងបន្ទប់ប្រជុំសំខាន់បានលោកយាយទីនេះកំពុងប្រជុំសំខាន់ណាស់សូមលោកចេញទៅក្រៅសិនទៅកុំប្រញាប់អីផឹកតែមួយកែវខាតបងប៉ុន្មានទៅអូយម៉ែថ្លៃឲ្យឯងចង់ងាប់មែនទេមើលនៅមានកាំភ្លើងចង្កេះគាត់មានកាំភ្លើងមានអ្នកយកកាំភ្លើងចូលបន្ទប់ប្រជុំសន្តិសុខប្រញាប់ឲ្យសន្តិសុខមកការយកច្រឡំទេនេះជាការយកច្រឡំទេលោកពូទី2នាំខ្មាន់កាំភ្លើងចូលមកក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរឿងនេះតើលោកមិនគួរពន្យល់ក្រុមប្រឹក្សាភិបាលជាមុនទេលោកពូប្រធានក្រុមប្រឹក្សាខ្ញុំពិតជាសុំទោសខ្លាំងណាស់ព្រមនេះរអើខ្លាំងពេកវាចាំខ្ញុំចង់តែជូនលោកមួយកំសៀវទៀតសន្តិសុខនាំខ្លួនគូធានឈឹងទៅផ្នែកច្បាប់ភ្លាមចាត់ការតាមនីតិវិធីទៅសៀវឈីងទោះបីកញ្ជ្រោងចាស់គូធានឈឹងបានបែកការហើយក្តីប៉ុន្តែមុនម៉ោង3រសៀលថ្ងៃនេះបើគម្រោងយន្តហាយរកមិនបានសាច់ប្រាក់300លានទូទាត់បំណុលសញ្ញាប័ណ្ណក្រៅប្រទេសទេនោះភាគហ៊ុនយើងនឹងធ្លាក់ចុះដល់កម្រិតទាបបំផុតហើយថែមទាំងអាចប្រឈមនឹងការអាស្រ័យធនទៀតផងសូមអស់លោកសមាជិកក្រុមប្រឹក្សាទុកចិត្តចុះមុនម៉ោង3រសៀលខ្ញុំនឹងរកវិធីប្រមូលប្រាក់300លានឲ្យបានកំចាត់ពួកវាឲ្យអស់ពីស្គលប្រាមូលនីតិការពារហានិភ័យលំដាប់ពិភពលោករបស់វិមានស្តេចនេះទិញរុញតម្លៃភាគហ៊ុនត្រកូលគូឡើងវិញខ្ញុំចង់ឲ្យពួកមូលធនសត្រូវទាំងអស់ដែលវិទម្លាក់ភាគហ៊ុនត្រកូលគូមុនម៉ោង3រសៀលថ្ងៃនេះត្រូវរលាយដើមទុនខ្សែធនទាំងអស់ច្បាស់ហើយចាត់ការជាបន្ទាន់លោកស្រីគូកើតរឿងធំហើយមានរឿងអីម្ចាស់បំណុលមកពីលុយមែនទេអត់ទេទើបតែទទួលបានលុយអាត់កំបាំងចំនួន500លានក្រោមទម្រង់ជាការវិនិយោគយុទ្ធសាស្ត្រគ្មានលក្ខខណ្ឌចូលកាន់នីក្រុមហ៊ុនគ្រប់ត្រកូលគូយើងផ្ទាល់តែម្ដងថាម៉េច500លានដុល្លារយើងមិនដែលបានស្នើសុំទុនវិនិយោគធំដល់ថ្នាក់នេះផងនឹងហើយលោកស្រីគូកាត់អីហ្នឹងទឹកមុខមើលទៅអាក្រក់ម្លេះរឿងលុយ300លាននោះដោះស្រាយបានហើយមែនទេយីកឡុងមិញនេះឯងទៅណាឲ្យប្រកាសខ្ញុំទៅណាហោះប្រកាសជាទៅបន្ទប់ទឹកជក់បារីហើយឆ្លៀតទិញនំប៉័ងចៀន2នៅចិញ្ចាំភ្លើងញ៉ាំលោកស្រីគូរកស៊ីគឺពឹងលើសំណាងបែបនេះឯងប្រហែលជាមានមហាសេដ្ឋីលាក់មុខនៅក្រៅប្រទេសណាគេលួចស្រឡាញ់អ្នកនាងត្រង់ឃើញអ្នកនាងរងទុកមិនបានក៏ចេះតែវិនិយោគរាប់រយលានដុល្លារឲ្យអ្នកនាងតែម្ដងទៅប្រហែលជាមហាសេដ្ឋីលាក់មុខនៅក្រៅប្រទេសណាគេលួចស្រឡាញ់ត្រង់ឃើញខ្ញុំរងទុកមិនបានក៏វិនិយោគរាប់រយលានដុល្លារឲ្យខ្ញុំតែម្ដងទៅគេជាអ្នកណាឲ្យប្រកាសទោះបីសម្ដីគេមើលទៅដូចនិយាយលេងសើចតែគេហាក់ដូចជាអាចកំបាំងមើលមិនធ្លុះសោះទោះជាយ៉ាងណាវិបត្តិក៏បានកន្លងផុតទៅហើយដែរម៉ោង7យប់នេះនៅភូមិព្រឹទ្ធត្រកូលគូមានកម្មវិធីជប់លៀងគ្រួសារដើមឡើយពូទី2រៀបចំឡើងដើម្បីជប់លៀងអបអរនិងបង្ខំទម្លាក់ដំណឹងឥឡូវវិបត្តិត្រូវបានដោះស្រាយហើយខ្ញុំត្រូវទៅប្រកាសរៀបចំរចនាសម្ព័ន្ធត្រកូលគូឡើងវិញឥឡូវអញជាអង្គរៈផ្ទាល់ខ្លួនរបស់ខ្ញុំយប់នេះទៅជាមួយខ្ញុំយកព្រមតែត្រូវថែមថ្លៃធ្វើការលើសម៉ោងណាអញជាអ្នកណាឲ្យប្រកាសមានឥទ្ធិពលខ្លាំងដល់ថ្នាក់នោះវាងឈឹងពីវគោរពឯងដល់ថ្នាក់នឹងយិកឡុងឯងមកលាក់ខ្លួនលក់ដូរតាមចិញ្ចើមផ្លូវក្បែរខ្ញុំ3ឆ្នាំគឺដើម្បីអ្វីឲ្យប្រកាសលោកស្រីគូខ្ញុំធ្លាប់ប្រាប់ហើយថាខ្ញុំមកដើម្បីការពារអ្នកនាងហើយឆ្លៀតជួយលោកគ្រូខ្ញុំដែលជាអតីតម្ចាស់វិមានស្តេចនេះបំពេញពាក្យសច្ចាដែលនៅសេសសល់លោកគ្រូឯងរឿងនឹងតាក់ទងអីនឹងខ្ញុំត្បូងខ្មៅនៅលើករបស់អ្នកនាងមិនមែនជាត្បូងការពារសេចក្តីសុខពីដូនតាមមុខនោះទេឯងចង់មានន័យថាប៉ាខ្ញុំកាលពីពេលនោះមិនមែនជាគ្រោះថ្នាក់ជំនួយធម្មតាទេត្រូវបានកម្លាំងងឹតក្រៅប្រទេសត្រីសូរីត្រីងឹតរួមដៃគ្នាលួចធ្វើឃាតលាក់ឈ្មោះលាក់មុខលក់ដូរតាមចិញ្ចើមផ្លូវត្រង់ការសាច់ចំអស់3ឆ្នាំគឺដើម្បីយកផ្សែងអាប់មនុស្សលោកធម្មតាបិទបាំងក្លិនឈាមនិងកំហឹងពីជាតិលើខ្លួនកំចាត់ជាតិកោជំនួសអូនមិនតិចជាង30ក្រុមឃាតករដែលលួចចូលក្រុងជាងឈឹងហេតុអ្វីបងមិនប្រាប់ខ្ញុំឲ្យបានលឿនជាងនេះព្រោះពេលវេលាមិនទាន់មកដល់បើទំលីមុននឹងនាំគ្រោះមហន្តរាយដល់អូនប្រកាសអាសន្នឧបករណ៍រំខានកាំរស្មីអ៊ីនហ្វ្រាក្រហមប្រព័ន្ធកាមេរ៉ាសុវត្ថិភាពត្រូវកង់ហើយពួកវាបានមកដល់ហើយយីកឡុងកុំខ្លាចអីយប់នេះបំណុលឈាមដែលជំពាក់ឪពុកអូនកាលពីមុនបងនឹងទូទាត់ឲ្យចប់សពគ្រប់ទាំងអស់ម្ចាស់ក្សត្រនាគ្រីកឈ្មោះល្បីយូរហើយទើបបានជួបតថ្ងៃនេះសំងំឆាមីលក់តាមចិញ្ចើមផ្លូវអស់3ឆ្នាំថ្មិញឯងនៅមុតរឹងមាំទៀតទេលោកម្ចាស់នាគ្រីកយិឡុងកាលពី3ឆ្នាំមុនស្ដេចនាគចាស់ដែលស្លាប់ក្រោមដៃពួកយើងខ្ញុំនៅចាំច្បាស់ក្នុងភ្នែកនៅឡើយទេថ្ងៃនេះឲ្យតែអញប្រគល់ថ្នាំសម្ងាត់លើកញ្ចឹងក៏ស្រីម្នាក់នោះមកឲ្យយើងភ្លាមខ្ញុំអាចពិចារណាទុកសាកសពឯងឲ្យនៅពេញលេញបានសៀវឈីងបិទភ្នែកទៅរូបភាពបន្តិចទៀតនេះមិនសូវស្រួលមើលទេខ្ញុំជឿជាក់លើបងអាចកាច់ចកាយកាលពី3ឆ្នាំមុនខ្ញុំមិនទាន់កាន់តំណែងទើបធ្វើឲ្យពួកកណ្ដុរលូឯងលួចវីឆ្មក់បានសម្រេចថ្ងៃនេះក្នុងពេលដែលពួកឯងហ៊ានមកដល់ហើយកុំសង្ឃឹមថានឹងបានរត់រួចឲ្យសោះអេងអាំងណាបាញ់វាទៅកំតិចពួកវាឲ្យតិចបំលាស់ស្រមោលក្បាច់ពីជាតិស្រមោលនេះអាហានៅខាងឆ្វេងវានៅខាងឆ្វេងប្រញាប់បង្ក្រាបវាទៅ
មកទៅអាត្រិតឆាងសូមបងប្អូនជួយ comment ពាក្យតនិងជួយចុច follow page like share និង comment ឲ្យ admin ផងដើម្បីឲ្យ admin ពេជ្រខ្មៅមានកម្លាំងចិត្តដាក់រឿងសម្រាយឲ្យជារៀងរាល់ថ្ងៃអរគុណសម្រាប់ការតាមដាននិងស្រឡាញ់ចូលចិត្ត